តើអ្នកធ្លាប់ឆ្ងល់ទេថាផ្ទៃដីដ៏ធំនៃភពផែនដីយើងនេះត្រូវបានបែងចែកយ៉ាងដូចម្តេចខ្លះថ្ងៃនេះយើងនឹងធ្វើដំណើរដ៏អស្ចារ្យឆ្លងកាត់ផ្ទះធំទាំង7ដែលយើងហៅថាទ្វីបនីមួយមានអត្ថកម្បាំងវប្បធម៌និងអច្ឆរិយៈរៀងៗខ្លួនតើអ្នកត្រៀមខ្លួនហើយឬនៅចាប់ផ្ដើមជាមួយទ្វីបអាស៊ីនេះគឺជាទ្វីបធំជាងគេបំផុតនិងមានប្រជាជនច្រើនជាងគេបំផុតលើโลกដែលមានប្រជាជនជាង 60% នៃពិភពលោកអាស៊ីមានកម្ពស់ភ្នំខ្ពស់ជាងគេគឺអេវរ៉េសต์និងមហាកំផែងចិនវាជាទីកន្លែងកំណើតនៃអរិយធម៌បុរាណជាច្រើនរួមទាំងអរិយធម៌ខ្មែរយើងផងដែរទី2គឺទ្វីបអាហ្វ្រិកដែលមានភាពចម្រុះនៃជីវសាស្ត្រខ្ពស់ជាទ្វីបធំលំដាប់ទី2វាមានទន្លេណៃដែលវែងជាងគេបំផុតនិងវាលខ្សាច់សាហារ៉ាដ៏ធំអស្ចារ្យអាហ្វ្រិកគឺជាផ្ទះនៃពពួកសត្វព្រៃដ៏សម្បូរបែបនិងមានបេតិកភណ្ឌប្រវត្តិសាស្ត្រដូចជាពីរ៉ាមីតផងដែរបន្ទាប់មកទ្វីបអាមេរិកខាងជើងទ្វីបនេះជាទីតាំងរបស់ប្រទេសសេដ្ឋកិច្ចធំដូចជាសហរដ្ឋអាមេរិកនិងកាណាដាវាមានទេសភាពប្លែកៗគ្នាខ្លាំងពីវាលទំនាបធំរហូតដល់ជ្រោមដំរ៉ាពីនិងអច្ឆរិយៈធម្មជាតិដូចជាទឹកជ្រោះនៃអាការ៉ាទី4គឺទ្វីបអាមេរិកខាងត្បូងដែលជាបេះដូងនៃព្រៃឈើពិភពលោកទ្វីបនេះមានព្រៃអាម៉ាហ្សូនដែលជាសួតរបស់ពិភពលោកនិងមានជួរភ្នំអែនឌីសវែងអន្លាយវាក៏ល្បីល្បាញដោយសារវប្បធម៌រ៉ូមរ៉េរស់រវើកដូចជាពិធីបុណ្យ Carnival នៅប្រេស៊ីលយើងបន្តទៅទ្វីបអង់តាក់ទិកដែលគ្មានមនុស្សរស់នៅអចិន្ត្រៃយ៍វាជាទ្វីបត្រជាក់បំផុតស្ទើរតែទាំងស្រុងគ្រប់ដណ្ដប់ដោយទឹកកកហើយមានសីតុណ្ហភាពអាចចុះដល់ជាងដល់80អង្សាសេទ្វីបនេះត្រូវបានការពារដោយសន្ធិសញ្ញាសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រនិងជាផ្ទះរបស់សត្វ Penguin និងសត្វខ្លាឃ្មុំទឹកកកជាច្រើនទី6គឺទ្វីបអឺរ៉ុបដែលមានប្រវត្តិសាស្ត្រសម្បូរបែបជាទ្វីបតូចលំដាប់ទី2ប៉ុន្តែជាមជ្ឈមណ្ឌលនៃសិល្បៈទស្សនវិជ្ជានិងស្ថាបត្យកម្មដ៏ល្បីល្បាញលើពិភពលោកប្រទេសជាច្រើនបានបង្កើតជាសហភាពអឺរ៉ុបដើម្បីកិច្ចសហប្រតិបត្តិការយើងអាចឃើញអច្ឆរិយៈដូចជាប៉មអែហ្វែលនិងទីក្រុងរ៉ូមនៅទីនោះហើយចុងក្រោយគឺទ្វីបអូសេអានីដែលគេស្គាល់ជាទូទៅថាទ្វីបអូស្ត្រាលីវាជាទ្វីបតូចជាងគេដែលមានប្រទេសអូស្ត្រាលីនូវែលសេឡង់និងកោះតូចៗជាច្រើនទៀតនៅប៉ាស៊ីហ្វិកទ្វីបនេះល្បីដោយសារផ្កាថ្មដ៏ធំ Great Barrier Reef និងសត្វប្លែកៗដូចជាកុងហ្គ្រូនិងកូអាឡាពិភពលោកយើងពិតជាសម្បូរទៅដោយភាពចម្រុះនិងអស្ចារ្យណាស់ទ្វីបនីមួយៗមានតួនាទីសំខាន់ក្នុងការបង្កើតវប្បធម៌ភូមិសាស្ត្រនិងប្រវត្តិសាស្ត្ររបស់មនុស្សជាតិបើសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុច like ហើយកុំភ្លេច subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗទៀតតើទ្វីបមួយណាដែលមានចំណុចទាក់ទាញបំផុតសម្រាប់អ្នកសូមប្រាប់ខ្ញុំនៅក្នុង comment ខាងក្រោម